សួស្តីអ្នកបងប្អូនអរគ្នាថ្ងៃនេះមករីវិញូពីសារៈប្រយោជន៍ដើមកឋំថៃហៅដើមកឋំណាបងប្អូននេះស្លឹកវាល្អណាស់អានេះខ្ញុំដាំទៅបាន5 ខែខ្ញុំដាំទៅបាន5 ខែដើមវាដល់ប៉ុណ្ណេះដើមវាល្អហើយមើលដើមវាសាច់លំខៀវនេះគឺវាល្អមុននឹងនិយាយពីសារៈប្រយោជន៍របស់វាខ្ញុំថតឲ្យមើលដើមសិនឲ្យមើលដើមរបស់វាព្រោះដើមកឋំហ្នឹងណាព្រោះថៃគេកំពុងតែដាំមកផ្ទះមកដើមមកផ្ទះមកដើមទុកសម្រាប់បេះស្លឹកវាស៊ីពេលយើងរកមើលមិនចូលស្រួលខ្លួនតែយើងអាចបេះវាស៊ីបានចង់និយាយថាដើមកឋំនេះយើងសាកមេឃមកដាំណាព្រោះបើទិញគេមកដើម150 បាតទៅ200 បាតតែឥឡូវមិនដឹងឡើងមកដើមបានទេអានេះខ្ញុំទិញកាលពីនោះថោកមកដើម100 បាតទិញមកដាំតែចាំមើលខ្ញុំទុកផ្ទះវិញខ្ញុំអាចផ្សំយកទៅផ្ទះទៅដាំនៅផ្ទះហ្នឹងហើយបងប្អូនណាដែលអាចស្គាល់ដើមកឋំនេះតាមព្រៃភ្នំឬតាមតាណាអាចដកមកដាំនៅផ្ទះបានកាលមុនមិញគេថាកឋំនេះខុសច្បាប់តែឥឡូវហ្នឹងកឋំនេះគឺជាថ្នាំមួយសម្រាប់សុខភាពនិយាយទៅគឺខ្ញុំអត់ហៅដើមកឋំទេរាល់ថ្ងៃនេះខ្ញុំហៅដើមសុខភាពតាមសុខភាពហ្នឹងណាពេលខ្ញុំធ្វើការងារផ្សារដែកលឺដែករៀបគ្រឿងចាក់រៀបអុយពេលខ្ញុំអស់កម្លាំងរំលឹកអញ្ចឹងខ្ញុំដល់ងាកឡើងខ្ញុំស៊ីហើយខ្ញុំផឹកជាមួយខារបៅឬក៏ M150 ដើម្បីកុំឲ្យវាល្វីងព្រោះស្លឹកវាមានជាតិល្វីងដល់ពេលយើងផឹកយើងស៊ីហើយមានអារម្មណ៍តែព្រឹសបែកញើសដូច្នេះដល់ពេលយើងដេកទៅអាការរោមរឹតហ្នឹងវាបាត់អស់ហើយអត់មានរោមរឹតអីទេយើងបាច់ថាមកងាកឡើងធ្វើការសោអីលាបថ្នាំលាបអីអត់បាច់ទេហ្នឹងហើយមិនមែនថាយើងមកលាបថ្នាំទេពេលណាយើងសោខ្លាំងយើងក៏លាបថ្នាំដែរក៏ប៉ុន្តែជួនណាទៅថ្នាំយើងអត់មានអីអត់មាននៅកន្លែងធ្វើការលេងតប់យើងអត់មានថ្នាំអញ្ចឹងយើងអាចស៊ីស្លឹកនេះជំនួសបានស៊ីហើយយើងផឹកខារបៅមានជាតិផ្អែមបន្តិចទៅដើម្បីកុំឲ្យកមិត្តយើងល្វីងនៅពេលយើងគេអញ្ចឹងណាហ្នឹងហើយបងប្អូនអាចទស្សនាវីដេអូខ្ញុំបានបើថាឃើញដើមកឋំនេះនៅតាមភ្នំឬតាមស្រែតាមអីអាចដកទៅដាំនៅផ្ទះបានដកឲ្យយើងផ្សំវាសិនផ្សំវាដើមវារឹងសោះរួចហើយយើងដាំវានេះកន្លែងខ្ញុំដាំនេះឃើញវាសាក់ស្មៅហើយខ្ញុំដាក់ក្បាលរ៉ូម៉ាណេសម្រាប់ទឹកវាស្រក់ចំគល់ព្រួយដើមនេះវាយកជាតិទឹកដូចដើមកតុំតាមវាស្រែយើងយ៉ាងឯងដូចដើមកតុំតាមវាស្រែយ៉ាងឯងមើលស្លឹកវាបងប្អូនល្អណានេះស្លឹកវាល្អមែនទែននឹងខ្ចីញែងហ្មងស្លឹកវាតានឹងតែគាត់ធ្វើការជាមួយខ្ញុំអញ្ចឹងគាត់ទិញគេម្ដង100 បាតយកមកស៊ីតែខ្ញុំមិនបាច់ទិញទេខ្ញុំមានដើមខ្លួនឯងស្រាប់ខ្ញុំមានដល់តែ2 ដើមមួយដើមទៀតដង្កូវស៊ីខូចព្រោះនេះត្រូវការពារវាដែរណាដាំវាបានហើយត្រូវការពារវាដូចគ្នាការពារកុំឲ្យតែដង្កូវស៊ីដើមបានអានេះសម្រាប់ដង្កូវរុនដង្កូវស៊ីដើមខ្ញុំចោះហើយខ្ញុំដាក់ថ្នាំណាឃើញវាសះវិញហើយវាអត់ងាប់ទេហ្នឹងហើយចង់ឲ្យបងប្អូនមើលវីដេអូនេះហើយបើឃើញដើមថៃគេហៅដើមកឋំខ្មែរយើងមិនដឹងហៅដើមអីទេហៅដើមខ្ទុំហ្នឹងគាត់ដើមខ្ទុំស្រែខ្មែរយើងស្គាល់ណាហ្នឹងហើយបងប្អូនអរគ្នាបើបានឃើញដើមនេះអាចដកដាំតាមផ្ទះយើងបានហ្នឹងហើយនេះដើមនេះអាចព្យាបាលដូចគេហៅថាជំងឺលើឈាមความดันឡើងនៅកន្លែងកគៀងករួយចុកដៃជើងនិយាយទៅគឺដើមសុខភាពដល់យើងបាយរៀបរាប់ច្រើនទេបើយើងរៀបរាប់ច្រើននោះវីដេអូវាគួយទៅវិញអញ្ចឹងណាហ្នឹងហើយបងប្អូនគាត់ណាយល់ថាស្ដាប់តែខ្ញុំនិយាយនេះទៅបងប្អូនអាចស៊ីវាហើយអាចធ្វើគូជុលធ្វើអីដើម្បីលាងកយើងកុំឲ្យវាល្វីងនៅជាប់ណាព្រោះដើមវាល្វីងតិចហ្នឹងហើយបងប្អូនអរគ្នាបើឃើញដើមកឋំនេះនេះខ្ញុំថតមើលច្បាស់ស្លឹកវានេះច្បាស់កាមេរ៉ា iPhone វាច្បាស់ដែរនេះស្លឹកវាអញ្ចឹងបងប្អូនណាហ្នឹងហើយកុំភ្លេចចុច Subscribe
នឹង live YouTube ខ្ញុំផងនេះខ្ញុំផុសក្នុង YouTube ហ្នឹងហើយបងប្អូនមើលទាំងអស់គ្នាបាយកធំមិនងាយរោទេឥឡូវវាថៃគេដាំគ្រប់គ្នាគ្រប់ផ្ទះណាក៏ដែរអោខ្ញុំទៅធ្វើការតាមផ្ទះគេអញ្ចឹងឃើញនៅបឋមឃើញអីអរគុណច្រើនហ្នឹងហើយសូមឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នាបានចូលមើលហើយសូមជួយចុច Subscribe YouTube របស់ខ្ញុំបាទទាំងអស់គ្នាដើម្បីមើលវីដេអូបន្តទៀតបាទហ្នឹងហើយសូមអរគុណច្រើនសូមសុខសប្បាយសុខភាពល្អ